អប់រំរឿយៗមកនោះបានដឹងហ្នឹងហើយយើងវាចេះតែគិតបណ្ដោយឲ្យខ្វាយខ្វល់ចង្អៀតចង្អល់ទៅអ្នកនឹងមិនសមធ្វើអញ្ចឹងអ្នកនឹងមិនសមនិយាយអញ្ចឹងយើងកើតទុកតែខ្លួនយើងហ្នឹងឯងទៅហ្នឹងហើយแล้วก็យើងទទួលដឹងថាអ្វីដែលកើតឡើងហ្នឹងជាហេតុផលបរមត្តត្រឹមត្រូវ 100% យល់ឡើងណាហ្នឹងហើយយើងមានការយល់ហ្នឹងសម្រាប់ឲ្យយើងរស់នៅជាសុខហ្មងហើយត្រូវពឹងខ្លួនឯងហ្នឹងហ្មងហ្នឹងហើយពួកការយល់ហ្នឹងគឺអត់មាននរណាប្រគល់ឲ្យយើងបានទេព្រះពុទ្ធអង្គណែនាំសពគ្រប់ហើយតើយើងទទួលយកពធមកអប់រំអាការយល់ដឹងហ្នឹងជាមួយសិលសមាធិបញ្ញាហ្នឹងគ្រាន់តែយើងព្រមថាអ្វីគឺជាហេតុផលបរមត្តអ្វីដែលត្រូវកើតរមែងកើតអ្វីដែលត្រូវមានរមែងមានគឺជាការពិតហើយការពិតហ្នឹងអាចធ្វើឲ្យអ្នកដែលបានទៅដឹងហ្នឹងជាព្រះអរិយបុគ្គលមិនវាព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធអរិយសាវកគ្រប់អង្គទាំងអស់អត់មានអង្គណាដែលទៅជាព្រះអរិយបុគ្គលដោយមិនបានទទួលដឹងមិនបានសិក្សាការពិតហ្នឹងទេហើយបើការពិតហ្នឹងជាអរិយប្រសើរក្រៃលែងអញ្ចឹងយើងចិត្តតែខ្មាំងថ្នាក់អន់ចិត្តគិតតែបន្ទុះមិនសមអញ្ចឹងមិនសមយ៉ាងហ្នឹងអាម៉េចហ្នឹងហើយមិនសង្វេគខ្លួនយើងដែលយើងនៅតែងងហ្នឹងដល់ពេលវេលានឹងហើយដឹងយើងប្រត់ពីពុទ្ធសាសនាម៉ោងណាថ្ងៃណាហ្នឹងហើយអញ្ចឹងគឺខំប្រឹងអាស្រ័យសតិប្បដ្ឋានហ្នឹងរលឹកបរមត្តធម៌រឿយដើម្បីឲ្យញាណហ្នឹងកើតឡើងដឹងថាអ្វីដែលយើងដឹងរឿងយើងដឹងរឿងមโนទ្វេរវិថីចិត្តដឹងរឿងហើយមិនសบายចិត្តហ្នឹងហើយជាមួយនឹងរឿងអីហ្នឹងតែយើងត្រូវដឹងថារឿងវាមានបរមត្តធម៌ដោយថារឿងអ្នករតីធ្វើអីនិយាយអីអ្នករតីនោះវាមានចិត្តចេតសិកជាសមុទ្ឋានណាដែលនាំឲ្យមានកាយវិញ្ញាតវិជ័យវិញ្ញាតហ្នឹងជាបរមត្តណាហើយតែយើងចូលដល់បរមត្តយើងអត់ប្រកាន់ថាអ្នកណាជាអ្នកធ្វើអីហ្នឹងទេព្រោះចិត្តចេតសិកវាអត់មានជាអ្នករតីទេហើយទាំងដែលយើងដឹងថាអ្វីដែលត្រូវកើតរមែងកើតព្រមខ្លួនយើងណាអត់មាននរណាមកបង្ខំអីឲ្យយើងព្រមទេហ្នឹងហើយព្រមខ្លួនយើងព្រមដោយសេចក្តីសុខតែកាលណាព្រមគឺសុខហើយពាក្យថាព្រមនឹងស្មើនឹងសុខចិត្តហ្នឹងហើយមិនមែនព្រមដោយនរណាមកប្រខិតប្រខំទេណាសុខចិត្តយល់ព្រមតាមអ្វីដែលកើតនឹងថារមែងកើតហើយជាមេរៀនសម្រាប់ឲ្យយើងដឹងថាអ្វីដែលកើតឡើងហ្នឹងគឺត្រឹមត្រូវតាមហេតុតាមបច្ច័យសំខាន់ណាស់ញាណហ្នឹងពុទ្ធបរិស័ទយើងដែលត្រូវទីពឹងញាណហ្នឹងឯងរហូតដល់លោកតរៈមគ្គញាណហ្នឹងគឺត្រូវមានញាណហ្នឹងដែលនាំឲ្យនិព្វានសប្បាយបដិបទាដែលជាទីសប្បាយទៅរកការអស់សេចក្តីប្រកាន់ឃើញការមិនប្រកាន់ហ្នឹងជាទីពឹងហ្នឹងឯងអត់មានតម្កល់ថានៅមានយើងបានអីទេគឺការមិនប្រកាន់ថាមានយើងក្នុងโลกនេះព្រមទាំងហេតុព្រះរាមាពភាក្នុងមេគាសន្តិភាពចេញអំពីโลกនេះនៅត្រង់ដែលមិនប្រកាន់វិញ្ញាណដែលដឹងអារម្មណ៍ថាជាខ្លួនយើងអញ្ចឹងនៅតែវិញ្ញាណដឹងអារម្មណ៍ទៅដឹងអារម្មណ៍អីដឹងទៅបកលឲ្យដឹងគ្រាន់តែយើងមិនប្រកាន់វិញ្ញាណនឹងថាជាខ្លួនយើងតែប៉ុណ្្នឹងឯងចឹងអត់មានទៀមទាអារម្មណ៍យ៉ាងនេះអារម្មណ៍យ៉ាងនោះយកមកឲ្យវិញ្ញាណនឹងខ្វាយខ្វល់រវល់នៅតែក្នុងโลกនេះទេហ្នឹងហើយរាល់ពេលវេលាដែលមានសតិរលឹកយើងដឹងតែប្រធានហ្នឹងជាផ្លូវទៅនិព្វានហ្មងចឹងដឹងតែខ្លួនយើងហ្នឹងដឹងតែផ្លូវហ្នឹងទៅរកការរំលត់សេចក្តីប្រកាន់ហ្នឹងហើយហ្នឹងគឺគ្រាន់តែរំលឹកបន្ថែមហ្នឹងហើយធัวជាទីសបាយធัวជាទីពឹងហ្នឹងហើយរំលឹករឿយឲ្យតែយើងមានជីវិតនៅរស់សិក្សាត្រៃដីដកអដ្ឋថាទៅគឺថាចម្រើនតែប្រធានកន្លែងហ្នឹងហ្នឹងហើយអញ្ចឹងអត់មានរឿងអីឲ្យយើងមកគិតខ្វាយខ្វល់អាចថាបន្ទោសអ្នកដទៃឬក៏ក្តៅក្រហាយដៃក្រោយខ្លួនឯងក៏ទេវាត្រូវកាត់ទាំងពីរហ្នឹងអាការដែលបន្ទោសអ្នកដទៃក៏ត្រូវរំសាយទៅហ្នឹងហើយមកពីអ្វីដែលកើតជាបរមត្តអត់មានអ្នកដទៃហើយស្រេចហើយអ្វីដែលកើតរមែងកើតហ្នឹងហើយសុខចិត្តសบายចិត្តព្រមជាមួយនឹងអ្វីដែលកើតហ្នឹងហើយបានជាអារម្មណ៍នៃប្រយោជន៍ដល់ក្រៃលែងគឺវិបស្សនាទៀតក៏ចូលទៅដល់បរមត្តអាហ្នឹងរឿងនេះអតីខ្លួនយើងក៏អត់មានបន្ទោសឲ្យក្តៅក្រហាយស្ដាយក្រោយព្រោះបានដឹងបរមត្តធម៌ហ្នឹងហើយអាក្តៅក្រហាយដៃក្រោយក៏កើតទុកដែរណាអាហ្នឹងវានៅក្នុងពួកដោសៈហ្នឹងហ្នឹងហើយផ្្លាត់និយាយឬក៏ប្រព្រឹត្តធ្វើអីហ្នឹងចឹងទៅចឹងគ្រាន់តែថាអត់តអន់ទៅកុំឲ្យវាមានអាមយាលៈពុទ្ធចំនួនអួតអាងហ្នឹងដោយក្នុងព្រះវិន័យអីគេខកត្រូវសម្ដែងអាបត្តិហ្នឹងត្រូវដោះស្រាយទោសហ្នឹងតាមព្រះវិន័យហ្នឹងហើយបើថា
ដោយផ្លូវចិត្តមិនមែនជាអាបត្តិទេគឺថាតាំងចិត្តសង្រួមតទៅប៉ុណ្្នឹងឯងមានការពិចារណាកាយកម្មវិច័យកម្មមโนកម្មកន្លងទៅហើយហ្នឹងឯងយកការពិចារណាហ្នឹងជាកញ្ចក់ឆ្លោះពិនិត្យមើលខ្លួនឯងអាហ្នឹងចូលនៅក្នុងនិច្ឆតៈពលៈនិច្ឆតៈពលៈហ្នឹងឯង